ខ្ញុំប្រកាសណាដែលគ្រូចេះចាស់ពីដើមដែលយើងចេះបល័យគាថាដែលយើងបានរៀននៅក្នុងទសវត្សរ៍ឆ្នាំ80ឆ្នាំ80ហ្នឹងដែលយើងរៀនបន្តពីឪពុករបស់យើងហ្នឹងហើយពីឪពុករបស់យើងពីជីតារបស់យើងដែលកាលនោះយើងនៅបួសនៅរៀនក្នុងវត្តហើយដែលយើងបានរៀនបន្តពីឪពុកពីជីតារបស់យើងហ្នឹងគេហៅថាគ្រូចាស់ដែលយើងរៀនបន្តគ្នាមកគេថាពូពងវងតកូលខ្លះចេះអញ្ចឹងទៅដូចលោកតាអញ្ចឹងមានឪពុកគាត់ចេះមានជីតាជាជីតារបស់ខ្ញុំបកណានេះគាត់ចេះអញ្ចឹងរៀនបន្តគ្នាអញ្ចឹងមកពីដើមណាហ្នឹងហើយរៀនហ្នឹងមិនមែនពាក្យថាគ្រូល្បៀនដែលយើងចេះមិនមែនយើងចេះតែមួយមុខពីរមុខទេពាក្យថាយើងរៀនល្បៀនអាគមល្បៀននេះអញ្ចឹងគឺយើងចេះសពបែបយ៉ាងទាំងអស់ហើយចេះតាំងពីផ្លុំស្ដោះគ្រប់ប្រភេទគាថាគ្រប់ប្រភេទហ្នឹងហើយគាថាប្រមូលកំប្រៃប្រពន្ធបាក់បែកឲ្យជួបជុំគាថាយើងចាធ្វើជាខ្សែធ្វើដែកគេហៅថាគាថាដែកជះការពារក្របម្សៅសម័យទាហាននៅក្នុងដែលយើងនៅក្នុងទសវត្សរ៍82 83ហ្នឹងសិតតែយើងធ្វើទាហានមកសម័យនោះយើងធ្វើទាហានហ្នឹងហើយអញ្ចឹងគេត្រូវការពាក់ខ្សែការពារក្របម្សៅទៅបបៃលិនខាងផ្នែកខាងបាត់ដំបងអញ្ចឹងណាអញ្ចឹងនៅសម័យនោះគឺសម្បូរអ្នកចេះគាថាបាទគាថាបល័យសពសារពើទាំងអស់ដែលយើងបានរៀនសូត្រមកហ្នឹងអញ្ចឹងចេះតាំងពីគូយន់ចាយន់ដាក់ផ្ទះចាយន់រស់ស៊ីគេហៅថាស្នេហ៍ប្រមូលមនុស្សម្នាជួបជុំរស់ស៊ីហ្នឹងនឹងសម័យហ្នឹងគេរៀនអញ្ចឹងរៀនបន្តគ្នាហ្នឹងហើយពូជពងវងតកូលរបស់លោកតានេះគឺអ្នកមានចេះហ្នឹងគឺចេះដល់រហូតដល់3នាក់ឪពុកលោកតាបកើតហើយនឹងជីតារបស់លោកតាហ្នឹងតមុំហ្នឹងគាត់លោកបួសដូចលោកតានឹងដែរអញ្ចឹងចេះហើយពូលោកតានេះក៏ចេះដែរអញ្ចឹងចេះ3នាក់ក្នុងមកវងតកូលហ្នឹងហ្នឹងហើយសិតតអ្នកចេះខ្លាំងសម័យហ្នឹងបាទហើយលោកតាហ្នឹងរៀនបន្តគ្នានឹងមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយបានលោកតាពីមុនលោកតាអត់សូវថតបង្ហោះតាមក្នុង YouTube ឲ្យបងប្អូនមើលកូនក្មួយស្រីប្រុសមើលទេព្រោះដោយសារអាគមគាថាខ្មែរយើងតណមច្រើនយើងមិនចង់ឲ្យអ្នកណាដឹងប៉ុន្តែនៅក្នុងពេលនេះលោកតាបានសុំពីសំណាក់ខាងគ្រូដែលនៅកាន់លោកតានឹងនេះហឹងរបស់លោកតានេះមានសធរដងមកគូនឹងហើយមានបច្ឆាមមានអីហ្នឹងអានឹងគេហៅថារបស់ពីដើមគេថាគ្រូពីដើមមិនសូវមានជារៀបធំដុំប្រមាណទេប៉ុន្តែបកែហ្នឹងហើយបកែហើយមានការតំណមច្រើនហ្នឹងហើយដល់មានគេមករចេះរច្រើនទៅគេចេះមកប្រាប់ឲ្យយើងថតបង្ហោះចូលក្នុង YouTube ទៅឲ្យបានគេឃើញអញ្ចឹងបានលោកតាថតបង្ហោះ 3-4 ឆ្នាំនេះហើយតែងនឹងមានគេមករប្រមូលប្តីប្រពន្ធបាក់បែកឲ្យជួបជុំមានខ្លះរត់ចោលរោងការរត់ចោលគូសកលដែលទាត់បានការហ្នឹងណាគេក៏មករលោកតាហ្នឹងប្រមូលទៅឲ្យជួបជុំគ្នាហើយក៏បានសំប្រកបទៅហើយអ្នកមួយចំនួនទៀតដែលគាត់រៀបការឲ្យមានកូនចៅអញ្ចឹងគាត់បែកបាក់ហើយអញ្ចឹងចាស់ពីដើមតែបែកបាក់អញ្ចឹងគេរកប្រមូលឲ្យជួបជុំបាទពាក្យថារកប្រមូលឲ្យជួបជុំហ្នឹងគេរកគ្រូបុរាណដែលចេះពីជំនាន់មុនគេថាចេះអាគមគាថាស្នេហ៍ប្រមូលប្តីប្រពន្ធឲ្យជួបជុំហើយប្រមូលនេះប្រមូលពិតប្រកបមិនមែនជាប្រមូលគាត់ថាលេងទេអញ្ចឹងសិតតែប្រមូលឲ្យពិតប្រកបធ្វើជាខ្សែធ្វើជាកមួនខាបតងហៅឈ្មោះហ្នឹងឲ្យមកជួបជុំហ្នឹងហើយអញ្ចឹងអ្នកដែលសំប្រកបជាមួយលោកតាឆាប់បានជួបជុំគ្នាលឿនណាស់អ្នកខ្លះទៀតរៀងយឺតបន្តិចមិនក៏មិនយឺតយូរថ្ងៃខ្លាំងពេកទេហ្នឹងហើយសពមនុស្សទាំងអស់គ្រប់មជ្ឈដ្ឋានហ្នឹងគេតែងតែមករកលោកតាគ្រប់កន្លែងហើយកម្រមានអ្នកចេះណា
កូនក្មួយទាំងអស់បងប្អូនទាំងអស់កម្រមានគ្រូណាចេះធ្វើខ្សែប្រមូលប្តីប្រពន្ធធ្វើកមួនប្រមូលប្តីប្រពន្ធណាកម្រមានណាកម្រអ្នកចេះណាបើស៊ីសម័យឪពុកលោកតានឹងសបោមែនកាលពីសម័យមុនហ្នឹងបាទប៉ុន្តែជំនាន់ប៉ុលពតគាត់ស្លាប់អស់ទៅហ្នឹងហើយប៉ុលពតវាយកទៅហ្នឹងហើយសម័យប៉ុលពតគេចម្លៀសទៅហ្នឹងវាមានខ្លះឈឺគឺស្លាប់អីចឹងណាអញ្ចឹងអត់ទៅមានទេសម័យនេះអញ្ចឹងខ្សត់មិនទៅមានហ្នឹងហើយអញ្ចឹងបានលោកតាថតនេះដើម្បីបង្ហាញឲ្យបងប្អូនប្រុសស្រីមើលទាំងអស់គ្នានឹងហើយដើម្បីនេះណាបែកបាក់ប្តីប្រពន្ធអីមករកលោកតាមកហ្នឹងហើយតាក់តងមកលោកតាមកនេះតាមលេខទូរស័ព្ទហ្នឹងលេខទូរស័ព្ទពីខ្សែនេះមកតាក់តងមកជួបលោកតាផ្ទាល់ហើយហ្នឹងហើយមិនសូវកំណល់អត់សូវច្រើនទេហ្នឹងហើយបងប្អូនឆ្ងល់អាចសួរបានតែខលសួរបានមកលោកតាណាហ្នឹងហើយហើយលោកតាជាគ្រូបុរាណពិតប្រកបណាស់មិនមែនជាគ្រូសម័យឥឡូវយើងចេះឥឡូវទេណាហ្នឹងហើយជាគ្រូពិតប្រកបបុរាណពិតប្រកបចេះយូរឆ្នាំចូល45ឆ្នាំ50ឆ្នាំហើយលោកតាគ្រូមានបច្ចុប្បន្នដល់60ផ្លាយ70ហើយហ្នឹងហើយចឹងហើយបងប្អូនប្រុសស្រីទាំងអស់ហ្នឹងមករកលោកតាទៅអត់សូវខុសទេណាมันខុសទេមកប្រមូលដីពុនធ្វើខ្សែប្រកបមុខរបររស់ស៊ីលក់ដូរអីហើយជាពិសេសមួយទៀតនេះលោកតាគូយន់ដាក់ផ្ទះផងដែរហ្នឹងហើយដាក់ផ្ទះការពារអំពើធ្មប់អាបអីហ្នឹងហើយក៏លោកតាស្រោចទឹកមើលជំងឺមើលអីដោះអំពើដោះអីហើយអ្នកខ្លះទៀតក៏ចង់ឲ្យលោកតានេះប្រសិទ្ធិគេថាបញ្ចូលញៀនគេហៅថាវិញ្ញាណណាចូលវិញ្ញាណទៅដល់កូនក្រក់ហើយនឹងមរិញគង្វាអីហ្នឹងលោកតាបញ្ចូលញៀនប្រសិទ្ធិបញ្ចូលញៀនគេហៅថាបញ្ចូលសិលបញ្ចូលញៀនណាដើម្បីឲ្យមានវិញ្ញាណនឹងនៅក្នុងខ្លួនហ្នឹងលោកតាក៏បញ្ចូលចឹងដែរអានឹងគេហៅថាបញ្ចូលវិញ្ញាណនៃសិលទៅដល់មរិញគង្វាកូនក្រក់ទាំងអស់ហ្នឹងហើយចឹងទេបងប្អូនទាំងអស់ទាំងឡាយត្រូវចង់ដូចថាប្រមូលប្តីប្រពន្ធអីមករកលោកតាមកហ្នឹងហើយលោកតាប្រមូលឲ្យហ្នឹងហើយនេះសកមួនខាប់អន្តងពលឹងហើយកមួនអស់ហ្នឹងណាអន្តងពលឹងនៅម៉ោង 2:10 យប់ហ្នឹងបាទអញ្ចឹងតាក់តងមកលោកតាមកលោកតាសូមអរគុណសូមឲ្យក្មួយទាំងអស់ប្រុសស្រីនឹងជួយ like ជួយ share ជួយគាំទ្រនៃគុំគាថាខ្មែរនិងគ្រូចាស់បុរាណខ្មែរពីដើមណាហ្នឹងហើយសូមអរគុណ